បេសកកម្មការងារនៅប្រាំងរយៈពេលកន្លះខែផាត់ទី2ចង់ពេលម្ដងសុកប្រាំងមានឡានមកយកដើម្បីទៅកន្លែងយើងគេហើយកន្លែងយើងស្នាក់នៅហ្នឹងគឺនៅរបៀបជាផ្ទះដូចគេហៅ Airbnb គឺនៅជិតភ្លានហ្នឹងហ្មងនេះគឺជាម្លប់ផ្ទះដែលខ្ញុំនៅហ្នឹងទៅដល់ភ្លាមអត់ចូលផ្ទះទេគឺសុំដើរទៅក្រៅហើយប្រូលេងតិចតួចហើយដើរមើល homestay យើងវិញហើយនឹងសបោអាផ្កានេះមែនតើស្រៀងដាស៊ីដែរតែវាសបោខ្លាំងនៅពេញស្មៅហ្មងហើយបងដូចជាឃ្លានម្ហូបខ្មែរខ្លាំងមែនតើដល់ភ្លាមគឺរត់ទៅរកផ្សារអាស៊ីហើយធ្វើម្ហូបខ្មែរញ៉ាំភ្លាមហ្មងហើយនេះពងហ៊ានសម្រាប់ផ្ទះបាយរបស់សុកគេហើយខ្ញុំបែបមានមួយអង្គយូរក៏ជើងវែងដើរចេញមកក្រៅភ្លាមតែម្ដងហើយកន្លែងខ្ញុំនៅហ្នឹងវារៀងស្ងប់ស្ងាត់វាអត់ដល់ទីក្រុងប៉ារីសហ្មងលក្ខណៈជាតែគ្រាន់តែជាស្អាតប៉ុណ្្នឹងហើយប៉ារីសទៀតកប់សេរីមកដល់រៀងឆ្ងាយដែរក៏ត្រឡប់ទៅហើយពេលដើរទៅវិញឃើញមេឃគេស្អាតបដ ாய் គឺមានជាការដើរខ្ញុំមើលទេសភាពតែម្ដងហើយនេះគឺជាកន្ទប់ដែលខ្ញុំនៅ Airbnb ហ្នឹងវាដូចផ្ទះរបស់អ្នកគេនៅហ្នឹងមែនតើខ្ញុំមកដល់ហើយព្រោះហូមេខ្ញុំដើរទៅក្រៅវិញនេះយកកម្មាខ្មែរមកថតអភិរក្សជាតិប្រម៉ូតកម្មាខ្មែរបដ ாய் នេះខ្ញុំអាស្កាសហ្នឹងទៅទិញនៅចន្ទោ last minute ហ្នឹងហើយ style គ្មានអីក្រៅពីដើរចុះឡងខ្នល់ចុះឡើងនិយាយទៅគឺជាការសម្ដែងតែមើលខ្នល់ថ្មជើងស្អាតអត់ប៉ុណ្ណឹងសាច់ឆ្លងខ្នល់ទេសភាពប៉ុណ្ណឹងបាត់ហើយចូលដល់ថ្ងៃថ្មីសេរីជួស្ដីទៅមើលទីក្រុងប៉ារីសអញ្ចឹងដោយសារបច្ចេកខ្ញុំត្រូវទៅទូ affair ដើម្បីថតកលាកររបស់យើងអញ្ចឹងយើងងើបមកភ្លាមញ៉ាំ breakfast អីហើយគឺយើងទៅទូ affair ហើយឡានគឺបើកលឿននៅឌូបៃអញ្ចឹងហើយឆ្ងល់មុខខ្លួនឯងវាចេះតែធ្វើចូលចិត្តធ្វើមុខអញ្ចឹងចូលដល់ទីក្រុងមែនតើណានេះផ្លូវទីក្រុងគេគឺបែបនេះគ្នាឃើញតួ file ហើយទីទៀតជួបគ្នាណោះ See you in a minute ទីបំផុតបានទៅដល់តួ file និយាយទៅអត់ដឹងនិយាយមកចង់ស្រែកលោតដូចកូនក្មេងតែរសានទៅមួយធីមការងារយើងធ្វើចរិតដូចអត់ excited be professional អីចឹងតែក្នុងចិត្តអញចង់លោតថត TikTok និយាយជួបពេញនឹងបដ ாய் ខ្ញុំចូលហ្នឹងចូលខាង mic ក្រោយដែលពេលយើងថតទៅយើងថតបានស្រួលហ្មងព្រោះមានខាងទូតគាត់ជួយសម្របសម្រួលចឹងសារជាប់ធ្វើការងារអត់សូវបានថតច្រើនតែនេះ recap ធីមការងារជុំគ្នាខ្ញុំជាអ្នកថតចឹងអត់ឃើញខ្ញុំមិនបាច់រកទេឥឡូវទៅកន្លែងគេងវិញណាហើយនេះទិសភាពទូទៅនិយាយទៅអង្គុយឲ្យញ៉ាំតែម្ដងគឺវាប្លែកមែនតើអ្នកសុកគេគឺ clean ស្អាតរស់នៅគឺមានរបៀបរបបខ្លាំងហើយពេលម្ដងផ្ទះសម្រាប់បានក៏អឺតក្បាលចេញមកដើរមើល environment ខាងក្រៅម្ដងទៀតនេះជាកន្លែងដែលចិត្តកន្លែងខ្ញុំគេងគឺអត់ដឹងនិយាយមិនទេថាវាស្អាតទាំងអស់ហ្មងគ្រប់ angle ដែលសឡឹងគ្រប់កន្លែងវាអត់មានឡែងតោះគឺដើរឲ្យញ៉ាំហ្មងថាឈួតថាអីអត់ខ្វល់សុំដើរញ៉ាំ enjoy with the view ហើយសុកគេសបោផ្កាស្អាតពេញផ្លូវដោះឡើងធម្មជាតិពេញហ្នឹងហ្មងដោះចោលគេអាផ្កាដូច daisy ហ្នឹងហ្មងពេញហ្នឹងហើយដល់ល្ងាចតិចតាមគេតាមឯងតែទិញអាកន្លែង donut គេល្បីគាត់តែ check វីដេអូវាអត់ឃើញវីដេអូហ្នឹងស្ដាយបានតែថតរូបភាពទូទៅនៅក្បែរហ្នឹងអញ្ចឹងដល់ពេលយប់ហ្នឹងមានបងប្អូនខ្មែរដែលគាត់នៅហ្នឹងគាត់ស្គាល់ជូនដើរលេងមើលទីក្រុងអញ្ចឹងប៉ុន្តែទីពិតអ្នកនរគ្នាភ្នែកខ្ញុំគឺបិទបដ ாய் ហ្នឹងខ្ទង់ម៉ោង 9 ប្រាំងបដៅខ្មែរម៉ោង 1 ម៉ោង 2 យប់បាត់ហ្នឹងគ្រាន់តែ view ហ្នឹងវាគឺជាកតាលិកដែលយើងអាចអង្គុយមើលបានផកខ្លួនឯងខ្លះអីខ្លះអញ្ចឹងពេលយើងទៅដល់ទូ affair ពេលយប់ភ្លាមគឺការបាត់ងុយគេងគឺអត់ដឹងអត់មានថ្នាំអីទាំងអស់គឺបាត់ងុយគេងអូតូម៉ាទិកអ្នកនរគ្នាអរគុណចុះពីឡានភ្លាមគឺដល់ទៅភាពម្នាក់ខ្លះគឺទូ affair ហ្នឹងគឺជារបស់ទួងប្រឡងគឺដើរទៅត្រង់តម្រូវទៅទូ affair ហ្នឹងមកបាត់ការងុយគេងភ្លាមតសារជីវិតកាន់តែចិត្តណាអត់ចូលឯមកពីដងហើយពេលថ្ងៃផងពេលយប់ផងពេលយប់នេះគឺវាខ្លាំងព្រោះតែសារមនុស្សច្រើនជាងពេលថ្ងៃពេលយប់គេបើកភ្លើងហើយដែលសំខាន់មួយទៀតហ្នឹងគេដាក់អាភ្លេងប៉ុន្តែហ្នឹងដូចជា2ម៉ោងគឺ3ម៉ោងឯងបើវាចាញ់ចឹងដល់តែយើងនៅចាំបើយើង patient យើងចាំពី3ម៉ោងរហូតដល់វាចាញ់ចឹងទៅពេលខ្ញុំទៅហ្នឹងយើងងុយខ្លាំងហើយចឹងអត់ដឹងថាយើងនៅដល់ពេលណាតែមានណានៅតន់តែអ្នកនរគ្នាហើយគឺអូយពេលវាចេញអាភ្លេងហ្នឹងមកដូចជា celebration អីមួយមនុស្សរត់ថតពេញហ្នឹងហើយខ្ញុំចាំការទៀត okay my background តែសារលើកនេះតែសារតែដើរវាមិនមែនជាដើរលក្ខណៈមិត្តភ័ក្តិអីអញ្ចឹងយើងអត់សូវថតអីច្រើនទេគឺយើង enjoy the moment ហើយវាចង់ថត selfie ខ្លួនឯងទីទួចឹងទៅហើយវាសួរថាតើ affair ហ្នឹងធំប៉ុណ្ណាអ្នកខ្ញុំស៊ូមឲ្យមើលគឺធំប៉ុណ្ណឹងហ្មងហើយនៅលើហ្នឹងគឺមានកន្លែង restaurant អី premium អាហ្នឹងសិតតែបុកមុនណាបានទៅបានតែបើមានលុយអត់បាក់ឯណាអ្នកគ្នាស្គាល់ visa ហើយទៅតែគ្រាន់បុកមួយខែមុនឬក៏3-4អាទិត្យមុនតែពេលហ្នឹងយើងអត់បានទៅអី dinner ទេលើហ្នឹងអត់ត្រូវការសុំដាប៉ុណ្ណឹងគឺអស់ចិត្តចឹងបងគាត់ជិះមកកន្លែងនេះខ្លាំងទ្វារហ្នឹងអូល្បីខ្លាំងទៅដល់កន្លែងនេះ LVA ហ្នឹងទៀតល្បីទៀតស្លាញ់ពួកគាត់ប្រកែកនិយាយមកគាត់និយាយកាយយើងពីការរស់នៅទីក្រុងប៉ារីសហ្នឹងអីអញ្ចឹងហ្នឹងអង្គុយស្ដាប់គាត់ឡើងជក់ហ្មងចូលដល់ថ្ងៃថ្មីសេរីសួស្ដីថ្ងៃទី2តែមានដើរទៅណាឆ្ងាយទេនៅតែម្ដុំផ្ទះហ្នឹងតែម្ដុំហ្នឹងមិនចិត្តណាគឺដើរឆ្ងាយខ្លាំងដែរម្ដុំនេះគឺយើងមិន restaurant អីច្រើនព្រោះកន្លែងខ្ញុំនៅហ្នឹងអត់សូវមាន restaurant អត់មានកាហ្វេអីទេវារៀងជាយំថាធម្មជាតិទេសភាពអីស្អាតតែបើថាកន្លែងញ៉ាំអីអត់មានទេចឹងរៀងដើររៀងច្រើនគីឡូដែរហើយគឺមានបាយលោកលាក់បាយអីចឹងទៅសម្រាប់ខ្មែរនិយាយទៅ surprise ដែរអ្នកនរគ្នាមកដល់ប្រាំងអីមានខ្មែរយើងអីចឹងញ៉ាំអីហើយក៏យើងដើរទៅផ្ទះវិញចឹងទៅប៉ុន្តែដើរគឺឃើញកន្លែងដែល unexpected មែនទេអ្នកនរគ្នាដើរឃើញកន្លែងនេះមួយ
vì mình plei đang trôi trẻ hay còn đang trôi từ cái này đi lăng kề ngõ cái miền tắc nên là ngồi hồ là so peaceful cứ việc sát khăn mỏng hay cái lạnh sát hay trôi đòn sẽ đầy chẳng họ miền mình được trôi thì để tại óc này sớm tới tham việc peacefulอย่างnày khăn viên nơi job cái lạnh nhom kinh năng tiết đó đa mà plate đòn mỏng chẳng nhom lặng oh I love you mỏng đóแต่vẫnเธอไอติดคือทอดจมูกcái lạnh co យើងនឹងเนี่ยไปสมบัติតែនៅកណ្ដាកកូនខ្មែរយើងណាដល់គ្នាដោយសារគេធ្វើការធ្វើគីឡូមានន័យថាឧទាហរណ៍គាត់ប្រកួតត្រូវថ្លឹងគីឡូពួកគាត់ត្រូវតែស្មើគ្នាមួយដៃគូប្រកួតគាត់មកអញ្ចឹងបើសិនជាគាត់ញ៉ាំរៀងលើឬក៏គាត់ញ៉ាំអីរៀងខ្វះពេលមុនប្រកួតពេលថ្លឹងទៅអត់ត្រូវមួយដៃគូគាត់គឺគាត់អត់មានសិទ្ធិប្រកួតមកអញ្ចឹងវាដូចពេជ្រសម្បត្តិអីគឺពួកគាត់ងើបហាត់ទាំងផឹកទាំងថ្ងៃទាំងយប់រត់ផងអីផងតែនៅស្រុកខ្មែរអត់សូវអីទេតែនៅប្រាំងនេះគឺត្រជាក់ខ្លាំងគាត់ត្រូវរត់រៀង double work triple work គាត់ដើម្បីឲ្យគីឡូគាត់ថេគីឡូគាត់ល្អហើយខ្ញុំនៅមួយគាត់ដើម្បីថត content នេះបន្ថែមអញ្ចឹងតែឥឡូវខ្ញុំរឿងគុណខ្មែរវាយបុកអីហ្នឹងអត់ចេះទេតែដោយសារការងារធ្វើយើងចេះហ្មងនិយាយមិនថាតែចេះទេយើងដូចពួកម៉ាក់កលាករអញ្ចឹងអ្នកនរគ្នាខ្លះឃើញថាយនិតលយមកប៉ារីអញ្ចឹងប៉ុន្តែអ្នកនរគ្នាគឺមកនៅរៀងជាក្រុងឲ្យឆ្ងាយពីប៉ារីប្រហែលជា7ម៉ោង yes បើត្រូវជិះឡានឯង1ម៉ោងឯងយ៉ាតែគ្រាន់តែកន្លែងខ្ញុំនៅហ្នឹងស្អាតនិយាយទៅវារៀងធម្មជាតិច្រើនជាងអាគារអញ្ចឹងតែវាមួយយ៉ាងដែរនេះរបៀបធម្មជាតិហ្មងសំបីតែខ្នល់សំបីតែផ្លូវអីគឺភាគច្រើនសម្បូរដើមឈើហើយនឹងផ្កាអញ្ចឹងជីវិតនៅហ្នឹងសោះពេលក៏សម្រាប់ទេគឺយើងមានជាការដើរទៅទៀតហើយវាដើរទៅណាទៀត map គឺសំខាន់ណាស់ដល់តែគ្រាន់តែការសាច់កម្មរបស់ខ្ញុំគឺខ្ញុំអត់មានអ៊ីនធឺណិតទេព្រោះសារពេលទៅហ្នឹងទូរស័ព្ទខ្ញុំមានបញ្ហា ECM 1 2 3ឲ្យខ្ញុំនិយាយអត់ធុញតែដឹងតែ connect វាអត់ជាប់ទេអញ្ចឹងខ្ញុំត្រូវនៅផ្ទះដែលមាន Wi-Fi ហ្នឹងគឺ connect ឲ្យដឹងផ្លូវឲ្យមកបណ្ដាចេញមកក្រៅហ្នឹងហើយផ្លូវហ្នឹងរៀងឆ្ងាយដែរដូចដឹងអញ្ចឹងប្រាប់វិញនិយាយពីឆ្លងខ្នងម្ដងឡាននៅឆ្ងាយពីយើង10ម៉ែត្រ20ម៉ែត្រ30ម៉ែត្រគេឈប់ឲ្យយើងឆ្លងដែរគេអត់ជិះមកផ្លៃពីស្រុកខ្មែរខ្លាំងមកទៅហងស្រុកខ្មែរតែកន្លះម៉ែត្រក៏វាមិនឲ្យយើងទៅដែរនេះអាចគ្រាន់តែសួនច្បារគេនៅតាមផ្លូវណាប៉ុន្តែសត្វភេសត្វអីគឺនៅជុំគ្នាទាំងអស់ហ្នឹងមកឲ្យអញស្រឡាញ់របៀបអញ្ចឹងខ្លាំងមែនហើយអានេះវាមិនមែនជាលក្ខណៈសួនទេណាគ្រាន់តែជារបស់ធម្មតាដែលនៅតាមដងផ្លូវគេណាស្អាតនិយាយទៅគឺបែបនេះអត់ដឹងថានិយាយថាស្អាតមិនទៀតណាហើយដើមឈើគេភិកច្រើនគឺសុទ្ធផ្កាសុទ្ធអីអញ្ចឹងទាំង summer ទាំង fall អូគាត់តែឃើញអញអញ្ចឹងនៅប្រាំងទៀតហើយអញ្ចឹងនៅរហូតបានអត់គាត់តែដើរប៉ុណ្ណឹងគឺមានអារម្មណ៍ថាសប្បាយរីករាយដែរអ្នកគ្នាប៉ុន្តែឥឡូវទៅលឿនណាណោះអញ្ចឹងគឺជាថ្ងៃថ្មីសេរីសួស្តីថ្ងៃទីបន្ទាប់ហើយខែគឺជាថ្ងៃដែលយើងទៅមើលកន្លែងប្រកួតសកម្មភាពបន្តិចបន្តួចដែលយើងទៅដល់យើងត្រូវមើលការសេតកន្លែងចាប់ផ្ដើមពីប្រកួតហើយគឺវាមានរឿងរសើបជាច្រើនណាដែលចង់ខាត់ឈើនៅស្រុកបារាំងហើយការងារដែលធ្វើម្លេចនៅស្រុកបារាំងហ្នឹងវាមានរបៀបសម្ភារស្រីណានេះគឺជាសាយវៀនដែលគេប្រកួតគុនខ្មែរហើយគេទៅមើលដល់បងមកគីមីបាទមិនគេដាក់ឬហូមាននៅលើនោះចុះដោយសារនេះគឺជារាហូប៉ារីសបាទហើយរាហូបាត់ដំបងមកលេងរាហូនៅប៉ារីសបាទ 1 2 3 up